នេះព្រែចំណូលថ្មីគេទឹកមិននៅដើមតកៅក្នុងវត្តនេះគេទឹកមិននៅល្ងាចមិញណែឯងកូនក្មួយអើយល្ងាចមិញអ៊ំជិះម៉ូតូមកលេងលោកស្រាប់តែមកដល់កត់លោកនោះព្រះអង្គចូលពហិអស់អ៊ំក៏កលេចភ្នែកទៅនឹងដើមតកៅក្រោយកត់លោកនោះណាស្រាប់តែឃើញភ្លើងឃីតង៉ែនឹងគល់ដើមតកៅនោះណាអ៊ំក៏ដើរចូលទៅស្រាប់តែឃើញកូនព្រាយគេរត់ពួនអ៊ំក៏ហៅគេចេញមកមើលកូនឯងចេញមកនេះមើលមិនបាច់ខ្លាចអ៊ំទេមកអ៊ំសួរបន្តិចមើលម៉ាក់កូនឯងទៅណាហើយកូនបាទម៉ាក់ខ្ញុំទៅថ្វាយគុំព្រះលើពហិណាអ៊ំម៉ាក់កូនឯងកាន់សិលបាទម៉ាក់ខ្ញុំកាន់សិលយូរហើយអ៊ំហើយពីដើមឡើយកូនឯងនៅណាខ្ញុំពីដើមខ្ញុំនៅបឹងកេពើណាអ៊ំខ្ញុំនៅដើមចង្ករីមាត់បឹងខ្ញុំនៅនោះខ្ញុំញ៉ាំទឹកបឹងហ្នឹងខ្ញុំចេះតែឈឺពោះរាទាំងម៉ាក់ខ្ញុំទាំងខ្ញុំនឹងមិនដឹងម៉េចទេអ៊ំអើយនេះខ្ញុំសុំម៉ាក់ខ្ញុំមកនៅវត្តត្រាងនេះម៉ាក់ខ្ញុំក៏អាណិតខ្ញុំក៏គាត់សម្រេចចិត្តតាមខ្ញុំហ្នឹងណាអ៊ំអើយម៉ាក់ខ្ញុំគាត់ញ៉ាំទៅគាត់ភាសាតែមហូបបួសទេហើយខ្ញុំក៏ញ៉ាំមហូបបួសតាមគាត់អ៊ំឯងមើលណែខ្ញុំអាយុ4 5 ដល់ 10 ឆ្នាំហើយខ្ញុំអត់ធំសោះអ៊ំអើយមើលណែហើយម៉ាក់ខ្ញុំអាយុគាត់60ហើយប៉ុន្តែគាត់ញ៉ាំតែមហូបបួសនោះសាច់គាត់នៅស្អាតណាសាច់គាត់នៅប្រហែលអាយុ20មើលកុំឲ្យតាន់អួតពីរឿងម៉ាក់ស្អាតមកអ៊ំសួរកូនឯងប៉ាកូនឯងទៅណាហើយបាទប៉ាខ្ញុំល្អែងសួរម៉ាក់ខ្ញុំដែរប៉ុន្តែម៉ាក់ខ្ញុំគាត់អត់ប្រាប់ខ្ញុំសោះអ៊ំអញមើលទៅណាខ្ញុំសួររកប៉ាខ្ញុំគាត់ចេះតែនិយាយបំបែងនិយាយប្រឡប់អត់ឲ្យខ្ញុំដឹងទេខ្ញុំចង់ឃើញមុខប៉ាខ្ញុំណាអ៊ំខ្ញុំចង់ញ៉ាំសាច់គោសាច់ជ្រូកខ្ញុំចង់ញ៉ាំសាច់មិនសាច់ទាប្រទាបកកម្ដងអ៊ំកូនឯងមិនអីទេចាំអ៊ំទាលុយគេបានចាំអ៊ំទិញប្រទាបកងឲ្យកូនឯងញ៉ាំម្ដងណាកូនណាចាំអ៊ំទាលុយគេបានសិនចប់